ធ្លាប់តែស្ដាប់បទចម្រៀងល្បីៗរបស់ផលិតកម្មយក្សធំៗ Boomtown Sunday Galaxy និងរស្មីហង្សមាសតិចមិនដឹងពីអ្នកនិពន្ធមួយរូបនេះដែលពិតជាមានជំនាញនិងទេពកោសល្យខ្ពស់ធ្វើឲ្យមហាជនចាប់អារម្មណ៍ប្រងព្រាតជាការពិតណាស់អ្នកនិពន្ធទំនុកច្រៀងនិង Melody ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ឲ្យបទចម្រៀងមួយបទណាពីរោះឬមិនពីនោះព្រោះតែអ្នកភ្លេងគឺពួកគាត់ធ្វើទៅតាមតែ Melody របស់កវីនិពន្ធតែប៉ុណ្ណោះដូច្នេះហើយបានជាមហាជនទូទៅឲ្យតែបទចម្រៀងមួយណាពីរោះគឺគាត់ឲ្យតម្លៃខ្លាំងទៅលើអ្នកនិពន្ធទំនុកច្រៀងនិង Melody ខ្លាំងជាងអ្នកភ្លេងប៉ុន្តែទោះបីជាយ៉ាងណាក្តីអ្នកភ្លេងក៏ជាចំណែករួមដ៏ធំធ្វើឲ្យបទនោះល្បីក្រៅខ្លាំងផងដែរតួយ៉ាងដូចប្អូនប្រុសឡាយប៊ុនសារៈឈ្មោះក្រៅនីអូអីចឹងបើទោះបីជាគាត់ពុំសូវបានបង្ហាញមុខនៅលើបណ្ដាញសង្គមក៏ពិតមែនប៉ុន្តែជាក់ស្ដែងបទចម្រៀងល្បីក្នុងផលិតកម្មយក្សទាំង4រួមមាន Town Sunday Galaxy និងរស្មីហង្សមាសឲ្យតែបទចម្រៀងល្បីគឺគេចមិនផុតពីស្នាដៃរបស់គាត់ឡើយហើយខ្លះក៏ពុំដឹងថាមុខមាត់គាត់យ៉ាងណាដែរថ្ងៃនេះក្រុមការងារចំបក់ TV យើងខ្ញុំនឹងនាំពុកម៉ែបងប្អូនឲ្យស្គាល់អ្នកនិពន្ធល្បីឈ្មោះលោកឡាយប៊ុនសារៈឈ្មោះក្រៅនីអូយ៉ាងនាមមិញតាមរយៈបណ្ដាញសង្គម Telegram អ្នកនិពន្ធរៀងខ្ពស់ស្រឡះរូបនេះបានរៀបរាប់ថាជំរាបសួរបងប្អូនមានស្រុកកំណើតនៅខេត្តកោះកុងបច្ចុប្បន្ននៅភ្នំពេញខ្ញុំប្រឡូកវិស័យតែងនិពន្ធចាប់តាំងពីឆ្នាំ2015ហើយស្នាដៃដំបូងដែលទទួលបានការចាប់អារម្មណ៍គឺជាបទ Original Song ក៏ស្រឡាញ់អូនមិនមែនត្រឹមជាសង្សារគូច្រៀងដោយ Boy Bachelor និងបទល្ងងច្រៀងដោយ Conley និងមានបទផ្សេងជាច្រើនទៀតមកដល់សព្វថ្ងៃខ្ញុំបានបន្តស្នាដៃជាច្រើននិងធ្លាប់មានស្នាដៃនៅតាមបណ្ដាផលិតកម្មនាដូចជា Town Sunday Galaxy and Officials និងផលិតកម្មរស្មីហង្សមាសក៏ដូចជាតារា Original និងក្រៅផលិតកម្មជាដើមតួយ៉ាងនៅក្នុងផលិតកម្ម Town បទដែលមានសន្ទុះគាំទ្រសម្រាប់ខ្ញុំមានបទស្វាមីល្អច្រៀងដោយអ្នកនាងចែមស្រីលក្ខប្អូនប្រុសឡាយប៊ុនសារៈបានបន្តទៀតថាសម្រាប់ផលវិបាកក្នុងការតែងនិពន្ធគឺតែងតែមានខ្លះជាធម្មតាបងដូចជាការស្វែងរកអ្វីដែលថ្មីមិនច្រមដែលនឹងសិក្សាស្វែងយល់ពីអ្នកស្ដាប់ថាតើពួកគាត់ចង់បានអ្វីត្រូវការចម្រៀងបែបណាប្រភេទណានិងមានកត្តាផ្សេងទៀតសម្រាប់ខ្ញុំបាទផ្ទាល់គឺមានជាសារលើកទឹកចិត្តសម្រាប់បងឬប្អូនដែលស្រឡាញ់វិស័យតែងនិពន្ធទាំងអស់បើជឿជាក់ថាខ្លួនឯងមាននិស្ស័យជាមួយនឹងវិស័យមួយនេះកុំខ្លាចនឹងចាប់ផ្ដើមត្រូវហ៊ានសាកល្បងពីចំណុចដំបូងសិក្សាស្វែងយល់និងព្យាយាមឲ្យអស់ពីលទ្ធភាពខ្ញុំជឿថាមុននឹងអ្នកទាំងអស់គ្នាដាក់ចិត្តស្រឡាញ់លើវិស័យមួយនេះអ្នកទាំងអស់គ្នាពិតជាបានដឹងបានស្គាល់រៀមច្បងនានាដូចនេះសូមកុំខ្លាចក្នុងការសាកសួរនិងសូមចែករំលែកបទពិសោធន៍ពីពួកគាត់ឲ្យតម្លៃពួកគាត់ក្នុងនាមជារៀមច្បងរួមកន្លងតែមួយ